បងជួយហុចកសែងអូនបន្តិចនេះគឺជាសម្លេងរបស់ប្រពន្ធរបស់គាត់និយាយមកកាន់គាត់ពីក្នុងបន្ទប់ទឹកនៅក្នុងបន្ទប់ស្ថានភាពដែលគាត់ជួលស្នាក់នៅពេលដែលគាត់កំពុងតែហុចកសែងរបស់ប្រពន្ធរបស់គាត់ហ្នឹងណាក៏ស្រាប់តែគាត់បានឃើញប្រពន្ធរបស់គាត់មួយទៀតទៅតែបាក់ទ្វារចូលមកក្នុងបន្ទប់ស្ថានភាពមួយហ្នឹងទេហើយបើសិនជាប្រពន្ធរបស់គាត់ទៅតែបាក់ទ្វារចូលមកចាស់អ្នកណាគេស្រែកឲ្យគាត់ហុចកសែងឲ្យចេញពីក្នុងបន្ទប់ទឹកមួយហ្នឹងព្រោះសម្លេងដែលគាត់បានឮហ្នឹងណាគឺជាសម្លេងប្រពន្ធរបស់គាត់គឺច្បាស់ខ្លាំងមែនតើចំពោះរឿងរ៉ាវដែលគាត់បានចែកម្លែកមកនេះគាត់នឹងឈ្មោះថាបងចាប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលគាត់បានជួបប្រទះកាលពីខែ12ឆ្នាំ2025នឹងឯងពេលដែលគាត់ទៅការពួកម៉ាក់របស់គាត់នៅតាមខេត្តទាំងអស់គ្នាពេលដែលគាត់ទៅដល់ទីរួមខេត្តនឹងភ្លាមគឺនៅម៉ោងប្រហែលជាខ្ទង់ម៉ោង2ម៉ោង3អញ្ចឹងទៅដល់ម៉ោង2ម៉ោង3ហ្នឹងគាត់ក៏ទៅសួរពួកម៉ាក់របស់គាត់ដែលជាកូនកំលោះហ្នឹងសួរថាគាត់ជិះទៅណាអញ្ចឹងណាគេក៏ផ្សាយ Google Map ឲ្យគាត់អញ្ចឹងទៅគាត់ក៏ជិះទៅដល់ផ្ទះកូនកំលោះកូនកំមុំនឹងឯងពេលទៅដល់ភ្លាមក៏ឃើញថានៅផ្ទះកូនកំលោះកូនកំមុំគឺមានភ្ញៀវនៅច្រើនខ្លាំងមែនតើបន្ទប់ទាំងអស់គឺសុទ្ធតែមានគេស្នាក់នៅអញ្ចឹងណាទាំងអស់គ្នាធម្មតានៅពេលដែលមានការម្ដងអញ្ចឹងគឺបងប្អូនគឺមកជុំគ្នាអីហើយអញ្ចឹងមួយយ៉ាងមួយប្រពន្ធគាត់គាត់ថាចែគាត់អាចគេនៅផ្ទះមួយនឹងបានទេព្រោះគេមានបងប្អូនសាច់ញាតិច្រើនអញ្ចឹងណាទើបគាត់ជិះចេញពីផ្ទះការមួយហ្នឹងទៅរកស្ថានភាពស្នាក់នៅសិនដោយសារតែពេលល្ងាចហ្នឹងគឺជាពេលគេចូលរោងគាត់ក៏ត្រូវតែមកចូលរួមដែរគាត់មួយប្រពន្ធរបស់គាត់ក៏ជីរោនៅទីរួមខេត្តមួយហ្នឹងរហូតដល់បានឃើញស្ថានភាពមួយហ្នឹងដែលមានបរិយាកាសគឺស្អាតខ្លាំងមែនតើនៅខាងមុខស្ថានភាពគឺមានអាងហែលទឹកមានអីចឹងទៅគ្រាន់តែគាត់ចតឡានភ្លាមទាំងអស់គ្នាចុះពីលើឡានហ្នឹងភ្លាមគាត់ឃើញថាបរិយាកាសស្ថានភាពមួយហ្នឹងគឺជាកន្លែងដែលគាត់យត់រោមកយូរហើយព្រោះវាស្អាតឬវារបៀបថាមានធម្មជាតិមានអីចឹងទាំងអស់គ្នាហើយក៏មានភ្ញៀវរស់នៅកក់កុញដែរមិនមែនរបៀបថាគាត់ស្ថានភាពដែលស្ងាត់អីគឺមិនមែនទេអញ្ចឹងគាត់ក៏ចុះពីលើឡានទៅសួររីស៊ីបថាមាននៅសល់បន្ទប់សល់អីអត់ព្រោះថ្ងៃដែលគាត់ទៅនោះគឺជាថ្ងៃសៅរ៍អាទិត្យតែអញ្ចឹងទាំងអស់គ្នាព្រោះបើសិនជាគាត់ស្នាក់នៅបន្ទប់ស្ថានភាពមួយហ្នឹងគឺនៅរហូតដល់2យប់3ថ្ងៃព្រោះតែគាត់មានកម្រងដើរលេងផងអីផងព្រោះតំបន់ដែលគាត់ទៅនោះក៏ជាតំបន់ដែលថាមានទេសចរមានអីមានកន្លែងដើរលេងច្រើនដែរអញ្ចឹងគាត់សួររីស៊ីបរួចបុគ្គលិកគេក៏ប្រាប់ថាមានបងបន្ទប់នៅជាន់ទី3បន្ទប់កណ្ដាលគេអញ្ចឹងគាត់ក៏យករបៀបថាខីកាត់ទៅ scan ហ្នឹងឡើងទៅបន្ទប់ស្ថានភាពមួយហ្នឹងអញ្ចឹងប្រពន្ធរបស់គាត់ក៏ឡើងទៅជាមួយគាត់ដែរកាបូបកាយគាត់អីអស់ហ្នឹងគឺបុគ្គលិកគេជួយយួរទៅឲ្យអញ្ចឹងណាបងប្អូនអញ្ចឹងពេលគាត់ scan កាតចូលទៅក្នុងបន្ទប់ស្ថានភាពមួយហ្នឹងបន្ទប់គេគឺធំទូលាយខ្លាំងមែនតើហើយដោយសារតែបន្ទប់របស់គាត់វាគឺជាបន្ទប់ក្រែមួយគេរៀបចំឲ្យគាត់ហ្នឹងគឺបានស្អាតទាំងអស់គ្នាគឺរបៀបថាមានដាក់ជាផ្កាកាឡាបសេកឈ្មោះអីចឹងទៅដោយសារតែគាត់បានប្រាប់ឈ្មោះគេមុននឹងដែរអញ្ចឹងណាហើយគេក៏មានរៀបចំជារូបទារូបបេះដូងដាក់ចូលគ្នាហ្នឹងទាំងអស់គ្នាដោយសារគាត់មកពីប្រពន្ធអីចឹងគេចង់ឲ្យរ៉ូមែនទិកចឹងទៅគេក៏រៀបចំអញ្ចឹងហើយនៅកន្លែងជាប់មាត់ប្រួយហ្នឹងគឺមានតុសម្រាប់អង្គុយមើលទស្សនវិជ្ជាខាងក្រៅអញ្ចឹងណាបរិយាកាសបន្ទប់ហ្នឹងគឺស្អាតខ្លាំងមែនតើណាទាំងអស់គ្នាដែលគាត់ហ្នឹងគឺចង់នៅបន្តទៅរហូតដល់3បញ្ចប់អីអញ្ចឹងទាំងអស់គ្នាអញ្ចឹងគាត់ហ្នឹងក៏ចូលទៅក្នុងបន្ទប់ហ្នឹងរួចគាត់នឹងវិសាទគាត់បាក់ឡានយូរម៉ោងផងគាត់ក៏ផ្ដួលខ្លួនដេកនៅលើពូកលើក្រែហ្នឹងណាអញ្ចឹងប្រពន្ធរបស់គាត់ហ្នឹងគាត់ក៏រៀបចំយកកៅអៅចេញពីក្នុងកាបូបដើម្បីអ៊ុតដើម្បីអីអញ្ចឹងទៅជាពិសេសរបស់ស្រីៗអញ្ចឹងណាគាត់ត្រូវយកមកអ៊ុតយកអីអញ្ចឹងទៅព្រោះពេលល្ងាចឡើងគឺគាត់ពាក់ចូលរួមមកលើថាកម្មវិធីចូលរួមពេលល្ងាចហ្នឹងគឺរ៉ូបធម្មតាអីទេដោយសារតែគាត់អត់ពាក់ហូលពាក់អីទេតោះតែព្រលឹមឡើងហើយចំនួនអីអញ្ចឹងទៅអញ្ចឹងបងចាគាត់ក៏ដេកទៅលើក្រែដូចធម្មតាពេលដែលគាត់ដេកហ្នឹងគឺដេកលក់ទៅមកផាំងនឹងឯងទាំងអស់គ្នាគាត់ដឹងថាគាត់ដេកប្រហែលម៉ោងទេដឹងត្រឹមតែពេលដែលគាត់ដឹងខ្លួនម្ដងទៀតគឺនៅម៉ោងប្រហែលជាខ្ទង់ម៉ោង7យប់ហើយនៅពេលដែលគាត់ដឹងខ្លួនឡើងវិញហ្នឹងណាគឺពេលដែលគាត់ឮសលេងប្រពន្ធរបស់គាត់ស្រែកចេញពីក្នុងបន្ទប់ទឹកថាចេះបងណាហុចកសែងអូនបន្តិចបងឮសលេងស្រែកអញ្ចឹងទាំងអស់គ្នាអញ្ចឹងគាត់នឹងក៏ស្ទុះក្រោកអង្គុយរបៀបថាមកភ្ញាក់មកផាំងវាថាសក់ឮសលេងស្រែកអញ្ចឹងណាគាត់ស្ទុះក្រោកអង្គុយសម្លឹងមើលទៅខាងក្រៅទៅឃើញមេឃលងរៃអស់ហើយដោយសារតែពេលហ្នឹងគឺបន្ទប់របស់គាត់គឺបានពុះចោលអញ្ចឹងគាត់មើលទៅខាងក្រៅឃើញមេឃលងរៃអញ្ចឹងណាអញ្ចឹងឮសលេងប្រពន្ធរបស់គាត់ស្រែកចេញពីក្នុងបន្ទប់ទឹកគាត់ក៏ស្ទុះក្រោកមកទាញអារូបរបៀបថារូបទាដែលគេដាក់ផ្គុំចូលគ្នាហ្នឹងយកទៅឲ្យប្រពន្ធរបស់គាត់យកកសែងទៅឲ្យប្រពន្ធរបស់គាត់ពេលគាត់កំពុងតែហុចឲ្យប្រពន្ធរបស់គាត់ហ្នឹងគាត់និយាយថាលឺសំឡេងទឹកហូរនៅក្នុងបន្ទប់ហ្នឹងគឺមានមនុស្សនៅក្នុងបន្ទប់ទឹកដូចធម្មតាទេកំពុងតែហុចកសែងឲ្យក៏ស្រាប់តែទ្វារបន្ទប់ដេករបស់គាត់ហ្នឹងគឺបើកឡើងពេលដែលទ្វារបើកឡើងហ្នឹងណាគឺគាត់បានឃើញប្រពន្ធរបស់គាត់ទាំងអស់គ្នាទៅបើកទ្វារចូលក្នុងបន្ទប់ទឹកទេហើយអីឲ្យចូលមកក្នុងបន្ទប់ដេកទេហើយប្រពន្ធរបស់គាត់គឺមុខស្អុយខ្លាំងមែនតើស្អុយបែបខឹងអត់ពេញចិត្តចឹងណាចឹងប្រពន្ធរបស់គាត់ក៏សួរថាចេះមិនទៅងើបពីដេកទេដាស់ងាយព្រមក្រោកសោះចឹងគាត់ឆ្ងល់ចឹងហើយចាំឯងនៅក្នុងបន្ទប់ទឹកឯងចឹងគាត់ក៏រុញទ្វារបន្ទប់ទឹកបើកមកចំហឹងពេលគាត់រុញទ្វារបន្ទប់ទឹកបើកមកចំហឹងហ្នឹងទាំងអស់គ្នានៅក្នុងបន្ទប់ទឹកគឺស្ងួតចេះអត់មានទឹកមានទាំងអស់ហើយក៏មានពីណាគេក្នុងបន្ទប់ទឹកហ្នឹងដែរចឹងគាត់ងាកមើលក្នុងបន្ទប់ទឹកផងងាកមើលប្រពន្ធរបស់គាត់ផងហើយប្រពន្ធរបស់គាត់ក៏តែពីស្លក់គាត់បែបខឹងណាព្រោះអីប្រពន្ធរបស់គាត់និយាយថាចេះក្រែងនិយាយគ្នាច្បាស់ហើយថាទៅចូលរោងពេលល្ងាចជាមួយនឹងគ្នាហើយទៅហ្នឹងគឺធម្មតាគឺទៅចូលរោងនៅម៉ោងប្រហែលជាខ្ទង់5 6អីចឹងណាប៉ុន្តែនេះម៉ោង7ជាងហើយកម្មវិធីគេសឹងតែចប់អស់ហើយអញ្ចឹងទៅអត់កើតទេហើយប្រពន្ធរបស់គាត់ចុះទៅខាងក្រោមហ្នឹងណាចុះទៅរកទិញឲ្យហូបតាមរបៀបថាហូបឯនៅម៉ាកហូបអីចឹងទៅសាគាត់ស្លេកទឹកស្លេកដែរអញ្ចឹងទៅចុះប្រពន្ធរបស់គាត់ស្លេកថាអញ្ចឹងគាត់ថាចេះហេតុអីមិនដាស់បងអញ្ចឹងគាត់ថាព្យាយាមដាស់ឲ្យថាអត់ក្រោកសោះអត់ងើបសោះមិនដឹងទៅដូចងាប់អីមិនដឹងទេប៉ុន្តែបងចាគាត់ប្រាប់ថាចេះ
បងអូនមុនហ្នឹងបងឮសំឡេងអូនឯងស្រែកហៅបងជិះពីក្នុងបន្ទប់ទឹកមួយហ្នឹងអូនឯងស្រែកប្រាប់បងហុចកសែងឲ្យប្រពន្ធบอกគាត់ថាកុំមកនិយាយឈួតឈួតណាកុំធ្វើខ្ញុំខឹងហើយកុំនិយាយខ្ញុំមួម៉ៅលើដើមទៀតដោយសារអីប្រពន្ធบอกគាត់ទៅមួម៉ៅគាត់អារឿងដែរអត់ព្រមងើបទៅហែចិនអីអត់ព្រមងើបទៅនេះជាមួយគ្នានេះទៅចូលរួមគេជាមួយគ្នាហើយមកនិយាយរឿងអញ្ចឹងចង់ឲ្យគាត់ស្ដាប់ឮទៀតប្រពន្ធบอกគាត់រៀងមួម៉ៅស្ដីថាឲ្យអញ្ចឹងទៅអញ្ចឹងបងយ៉ាគាត់ក៏ឈប់និយាយទៅទាំងអស់គ្នាគាត់ក៏ឈប់និយាយប៉ុន្តែអារម្មណ៍របស់គាត់ពេលហ្នឹងគាត់អត់សូវស្រួលទេដោយសារតែគឺគាត់បានឮសំឡេងច្បាស់គឺអីដែលគាត់បានឮនោះគឺច្បាស់ខ្លាំងមែនតើអញ្ចឹងបើទោះបីជាចង់ឬមិនចង់គាត់ក៏ត្រូវបន្តស្នាក់នៅបន្ទប់ស្ថានភាពមួយហ្នឹងដោយសារគាត់ហ៊ាននិយាយច្រើនប្រាប់ប្រពន្ធរបស់គាត់ទេព្រោះប្រពន្ធរបស់គាត់កំពុងតែមួម៉ៅជាមួយនឹងគាត់អីចឹងដល់គ្នាអញ្ចឹងពេលហ្នឹងគាត់ក៏ជុំបន្ទប់ទឹកមួយទឹកដូរកាយដូចអញ្ចឹងទៅហើយទៅរកអីញ៉ាំជុំគ្នាព្រោះតែគាត់នឹងទៅលែតែអត់អាចទៅចូលរួមកម្មវិធីចូលរួមពេលល្ងាចជាមួយនឹងគ្រូសាកូនកំងកន្លងអីបានទេគាត់បានទេអញ្ចឹងពេលហ្នឹងគាត់ក៏ជិះឡាននៅជុំវិញក្រុងរកកន្លែងញ៉ាំឬក៏ទៅអង្គុយ relax អីខ្លះៗអញ្ចឹងទៅអញ្ចឹងគាត់ប្រពន្ធរបស់គាត់ក៏និយាយគ្នាចាប់ដើមត្រូវគ្នាវិញអញ្ចឹងណាក៏និយាយគ្នាត្រូវគ្នារួចក៏ខាងញ៉ាំអីរួចក៏ត្រឡប់មកបន្ទប់ស្ថានភាពវិញពេលដែលមកបន្ទប់ស្ថានភាពវិញនៅខាងមុខបន្ទប់ស្ថានភាពនៅកន្លែង receipt នៅកន្លែងគេអង្គុយលេងគឺមានភ្ញៀវនៅធម្មតាទេអត់ស្ងាត់ទេទាំងអស់គ្នាសូម្បីចំណតឡានក៏នៅតែមានគេចតឡានដូចធម្មតាអត់ស្ងាត់ទេគាត់ក៏ដើរឡើងចតាយន្តហ្នឹងទៅបន្ទប់នៃគាត់គេងវិញពេលគាត់ដើរឡើងដល់ជាន់ទី3គាត់ក៏ទៅបន្ទប់កណ្ដាលគេពេលគាត់ដើរចូលក្នុងបន្ទប់កណ្ដាលគេវិញទាំងអស់គ្នាអីដែលគាត់បានឃើញមួយផ្លែហ្នឹងគឺគាត់បានឃើញរូបរាងមនុស្សស្រីមួយផ្លែឈរនៅមាត់ទ្វារហ្នឹងហ្មងទាំងអស់គ្នាគាត់ទៅបាត់ទ្វារអា scan កាតឲ្យបាត់ទ្វារវិញទៅភ្លាមហ្នឹងគឺគាត់បានឃើញមនុស្សស្រីមួយផ្លែទេឈរនៅមុខទ្វារដែលគាត់បាត់ទ្វារទៅហ្នឹងហ្មងបាត់ទ្វារជប់គឺឃើញនៅមុខហ្នឹងហ្មងចឹងគាត់ភ្ញាក់បន្តិចអ៊ុយគាត់ស្រែកអ៊ុយបន្តិចចឹងណាចឹងពុនបកគាត់សួរអីគេចឹងគាត់គាត់ថាអត់មានអីទេក៏ខ្លាចពុនបកគាត់មួម៉ៅទៀតចឹងគាត់ចូលក្នុងបន្ទប់ទាំងអស់គ្នាប៉ុន្តែនៅពេលដែលចូលលើកហ្នឹងមានតែប្រពន្ធរបស់គាត់ទេធ្វើកាយវិការរបៀបធម្មតាតែបងយ៉ាមួយគឺគាត់អត់ធម្មតាទេម្ដងហ្នឹងពេលដែលគាត់ចូលមកទាំងអស់គ្នាភ្នែករបស់គាត់គឺសម្លឹងមើលឲ្យលើក្រៅមុខក្រោយគឺគាត់រោមមើលទាំងអស់ហ្មងសូម្បីតែចូលក្នុងបន្ទប់ទឹកក៏គាត់ចូលមើលអស់ដែរគាត់ចង់ដឹងថាមានអីគេនៅក្នុងហ្នឹងឬក៏អត់ចឹងនៅក្នុងយប់ហ្នឹងគាត់ក៏ដេកនៅលើគ្រែមើលប្រពន្ធរបស់គាត់ដូចធម្មតាចឹងពេលដែលគាត់គេងនេះទាំងអស់គ្នាដោយសារតែគាត់ទៅនឹងជួបហេតុការណ៍រន្ធត់ហ្នឹងណាពី2ដងហើយអាចនិយាយទៅគឺ2ដងហើយពេលដែលគាត់លើសំឡេងប្រពន្ធរបស់គាត់ស្រែកម្ដងហើយនៅពេលដែលគាត់បាត់ទ្វារចូលមកម្ដងចឹងអារម្មណ៍របស់គាត់គឺអត់តន់ស្ងប់ទេគាត់ដេកលក់សោះទាំងអស់គ្នាច្រឡំប្រពន្ធរបស់គាត់គឺដេកលក់បាយខ្នងចេញពីគាត់បាត់ហើយគាត់ដេកជិះទូរស័ព្ទក៏មើលម៉ោងទៅឃើញថាម៉ោង 2:30 នាទីហើយ2:10កន្លះចឹងណាពេលហ្នឹងគាត់ក៏រកជិះទូរស័ព្ទបិទដើម្បីដេកពេលគាត់រកជិះទូរស័ព្ទបិទវិញទាំងអស់គ្នាមកដល់ភ្នែករបស់គាត់កលិះទៅចុងជើងក៏ស្រាប់តែគាត់បានឃើញរូបរាងមនុស្សស្រីនឹងឈរនៅចុងជើងគាត់ហើយមនុស្សស្រីម្នាក់ហ្នឹងគឺឈរអត់កម្រើកសោះឈរស្ងៀមអញ្ចឹងហើយនៅពេលហ្នឹងនៅក្នុងបន្ទប់គាត់គឺបិទភ្លើងទាំងអស់ទុកតែភ្លើងរាត្រីនៅក្បាលតនេទេអញ្ចឹងរូបរាងគឺគាត់បានឃើញទាំងអស់ហ្នឹងឯងអត់រៀបមនុស្សស្រីនឹងឈរនៅចុងជើងរបស់គាត់រួចមនុស្សស្រីម្នាក់ហ្នឹងណាអត់កម្រើកខ្លួនវិជុំងុំគឺគាត់ពេលគាត់ក្រោកអង្គុយមើលចេះក្រោកអង្គុយបាត់ភ្ញាក់មើលទាំងអស់គ្នាម្នាក់ស្រីហ្នឹងថយក្រោយមកជំហានរួចបាត់ទ្វារចូលទៅក្នុងទូកៅអៅបាត់ទ្វារចូលក្នុងទូកៅអៅបាត់ហ្មងទាំងអស់គ្នាអញ្ចឹងពេលហ្នឹងអង្គចាគាត់ស្ទុះបាក់ភ្លើងក្នុងបន្ទប់ទាំងអស់ស្ទុះបាក់ភ្លើងទាំងអស់បាក់ទូកៅអៅថាគាត់បាក់មនុស្សខ្លាចបាក់មកទំហំបាក់ឲ្យរបៀបថាបាក់ធំចោលហ្មងចូលប្រពន្ធរបស់គាត់ធ្វើថាធ្វើអីទាំងយប់ហ្នឹងប្រពន្ធរបស់គាត់តាមមួម៉ៅខំគាត់ទៀតទាំងអស់គ្នាអញ្ចឹងគាត់ថាចេះមិនមានមនុស្សស្រីចូលក្នុងទូកៅអៅគាត់និយាយថាមានមនុស្សស្រីចូលក្នុងទូកៅអៅនឹងភ្លាមទាំងអស់គ្នាប្រពន្ធរបស់គាត់ប្រាប់ថាមករើចេញទាំងយប់មកនៅអីចឹងប្រពន្ធរបស់គាត់បើទោះបីជាខឹងមួម៉ៅជាមួយនឹងគាត់តែឲ្យតែនិយាយតាក់ទងជាមួយនឹងរឿងអស់ហ្នឹងប្រពន្ធរបស់គាត់គឺស្ដាប់ខ្លាចទាំងអស់គ្នាអញ្ចឹងពួកគាត់ក៏ចាប់តាមរើចេញពីបន្ទប់ហ្នឹងទាំងយប់ហ្នឹងឯងហើយនៅមួយយប់ហ្នឹងទាំងអស់គ្នាគឺគាត់ត្រឡប់ទៅគេងនៅផ្ទះការវិញបើទោះបីជាត្រូវគេងវាថាបដូរប្រពន្ធរបស់គាត់គេងមួយស្រីៗអញ្ចឹងទៅគាត់គេងមួយភ័ក្រប្រប្រអញ្ចឹងទៅក៏គាត់ព្រមដែរប៉ុន្តែគាត់អត់ត្រឡប់ទៅគេងនៅបន្ទប់ស្ថានភាពមួយនឹងវិញទេអានេះគឺជារឿងដែលគាត់បានចែកម្លែកបានហ្នឹងឯងហើយខ្ញុំសូមទោសចំពោះកំហុសដែលចេតនានៅក្នុងចំណុចណាមួយអញ្ចឹងបងប្អូនហើយកុំភ្លេចទៅ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដែល Channel YouTube របស់ខ្ញុំគឺមានឈ្មោះថា Rod Writer ដូចខ្ញុំដាក់ខាងក្រោមហ្នឹងអញ្ចឹងកុំភ្លេចទេបងប្អូនព្រោះអ្នកទាំងអស់គ្នាសំណូមពរខ្ញុំមកច្រើនហើយខ្ញុំមានតែប៉ុណ្្នឹងទេ